បាទសូមចូលរួមអបអរសាទរបងប្អូនសម្រាប់កម្មការនីរោងចក្រយើងបងប្អូនឥឡូវគេប្រកាសឡើងថ្លៃទៀតហើយបងប្អូនថាប្តីហ៊ុនម៉ាណែតបានសម្រេចដំឡើងប្រាក់ឈ្នួលឲ្យបងប្អូនកម្មករនិយោជិតដល់$210សម្រាប់ឆ្នាំ2026បានកាន់តែច្រើនបងប្អូនអញ្ចឹងជីវភាពយើងក៏ទូធាតាមនឹងដែរបណ្ដាប្រទេសមួយចំនួនដូចជាវៀតណាមបង់ក្លាដេសមីយ៉ាន់ម៉ាមានតែកម្ពុជាយើងតែប៉ុណ្ណោះនៅតែអាចបន្តដំឡើងប្រាក់ឈ្នួលឲ្យបងប្អូនកម្មករនិយោជិតបានខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែសង្គ្រាមភាពមិនប្រកបប្រជានិងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈរួមទាំងការថយចុះនៃសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍហើយប្រាក់ឈ្នួលអបបរមា$210របស់កម្ពុជានៅក្នុងឆ្នាំ2026នេះបើប្រៀបធៀបទៅជាមួយនឹងវៀតណាមបង់ក្លាដេសនិងមីយ៉ាន់ម៉ាគឺកម្ពុជាយើងខ្ពស់ជាងគេហើយនៅក្នុងតំបន់ដោយសារតែវៀតណាមមានប្រាក់ឈ្នួលចន្លោះពី$190ទៅ$200តែប៉ុណ្ណោះហើយបើបង់ក្លាដេសជួយ share វីដេអូម្នាក់មួយបងប្អូនត្រឹមតែ$120បានទៅព័ត៌មាន$140ឲ្យបងប្អូនយើងដឹងអស់គ្នាកាន់តែមិនបាច់និយាយទៀតហើយគឺហៅលេងលឺតែម្ដងដោយសារតែសង្គ្រាមនិងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយក៏